តតារាចម្រៀងលីអ៊ីវ៉ាធីណាសម្រាប់ក្រាបផ្ទឹមតាមប្រពៃណីជាលក្ខណៈគ្រួសារក្រោយភ្ជាប់ពាក្យកន្លះឆ្នាំទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតមិនត្រឹមតែយានយន្តថ្មីទោះជាយានយន្តកំពុងប្រើប្រាស់ក៏អាចយកការគ្រីមក LOLC ដើម្បីទទួលបានប្រាក់កម្ចីរហូតដល់ 75% នៃតម្លៃយានយន្តដែលកំពុងប្រើប្រាស់បន្ទប់ពីបានមើលចិត្តថ្លើមគ្នារហូតឈានដល់ថ្ងៃភ្ជាប់ពាក្យជាមួយគ្នាបានកន្លះឆ្នាំតារាចម្រៀងលីអ៊ីវ៉ាធីណានិងគូដណ្ដឹងភេទដូចគ្នាក៏បានសម្រេចកាន់ដៃគ្នាក្រាបផ្ទឹមតាមប្រពៃណីហើយកាលពីថ្ងៃទី17ខែមករាឆ្នាំ2026នេះដោយពិធីមង្គលការរបស់ម្ចាស់បាត់ឲ្យអង្ប៉ៅសិនមកមិនបានរៀបចំធំដុំឡើយពលគឺធ្វើត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះបើទោះបីជាយ៉ាងណាថ្ងៃមង្គលរបស់អ្នកនាងលីអ៊ីវ៉ាធីណាទទួលបានការសាទរយ៉ាងច្រើនពីសំណាក់សាច់ញាតិក្រុមគ្រួសារទាំងសងខាងព្រមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនិងអ្នកគាំទ្រតារាចម្រៀងលីអ៊ីវ៉ាធីណានិងស្វាមីក្រោយពិធីបានរៀបចំសប្បុរសក្រុមក៏បានពោលនៅលើបណ្ដាញសង្គមថាពួកគេពិតជាមានសេចក្តីសុខនិងរំភើបរីករាយបើទោះបីជាកម្មវិធីរបស់ពួកគេមិនបានធំដុំឡើយអ្នកនាងលីអ៊ីវ៉ាធីណាបាននិយាយថាថ្ងៃនេះថ្ងៃជ័យរបស់ជេអរគុណអ្នកម្ដាយទាំងពីរនិងបងប្អូនទាំងអស់គ្នាតូចធំមិនសំខាន់មានក្តីសុខខ្លាំងដោយឡែកស្វាមីរបស់តារាចម្រៀងរូបនេះវិញក៏បានបង្ហាញពីទំហំចិត្តរបស់ខ្លួនក្រោយក្រាបផ្ទឹមផងដែរថាស្នាមញញឹមរបស់អូនទាំងអស់បងមានអារម្មណ៍ថាដូចជាទទួលពរជ័យដ៏មានក្តីសុខរកពេលវេលាដែលនៅជាមួយអូនមានអារម្មណ៍ថាក្តីសុខខ្លាំងណាស់មិនអាចក្រកអ្វីកាត់ថ្លៃបានទេបេះដូងបងមិនអាចគ្មានអូនបានទេសូម្បីតែមួយវិនាទីក៏ដោយបងស្រឡាញ់អូនថ្ងៃជ័យមង្គលមិនបានធំដុំតែក្តីសុខយ៉ាងណាគេមិនដឹងថាការដែលអ្នកទាំងពីរមិនរៀបចំពិធីធំដុំក៏ដោយសារតែមូលហេតុអ្វីឡើយសូមបញ្ជាក់ថាតារាចម្រៀងលីអ៊ីវ៉ាធីណាបានភ្ជាប់ពាក្យកាលពីថ្ងៃទី18ខែកក្កដាឆ្នាំ2025កន្លងទៅបើគិតមកដល់ពេលនេះមានរយៈពេលកន្លះឆ្នាំគត់មុនឈាន10ថ្ងៃរៀបការលីអ៊ីវ៉ាធីណាក៏ធ្លាប់ត្រូវបានគូស្នេហ៍ពញ្ញាអារម្មណ៍សូមរៀបការដោយពេលនោះគូស្នេហ៍របស់លីអ៊ីវ៉ាធីណាបានបំពាក់ចិញ្ចៀនអំឡុងពេលហែកទឹកខណៈរំលងមិនបានប៉ុន្មានអ្នកទាំងពីរក៏សម្រេចក្រាបផ្ទឹមតាមប្រពៃណីជាមួយគ្នាដោយទទួលបានការសាទរយ៉ាងច្រើន